ស្ដីបងប្អូននេះខ្ញុំបានមកដល់អាហារដ្ឋានដែលមានឈ្មោះថាតាវើនតែអាហារដ្ឋាននេះស្ថិតនៅទីរួមខេត្តសៀមរាបតែយើងជិះមកតាមក្បាត់ក្រុងសៀមរាបមកខ្ទង់ប្រហែលគីឡូដែរមិញវាអត់នៅក្នុងក្រុងពេកទេតែក៏មិនឆ្ងាយពេកដែរហើយអាហារដ្ឋាននេះដែលល្បីគេចូលចិត្តមកថតរូបអីហ្នឹងគឺនេះគឺស្ពានឈើហ្នឹងគឺគេតែងតែមកថតរូបហើយញ៉ាំបាយថ្ងៃត្រង់ក៏ដូចជាពេលល្ងាចមិញតាមសួរមានស៊ុបគោមានច្រើនមុខទៀតហើយពេលថ្ងៃគឺមានបាយសម្លមាន់ស្រែប្រចាំទីរួមខេត្តសៀមរាបហើយនេះដែរហាងកាហ្វេហើយខ្ញុំធ្លាប់តែឃើញនៅតាមFacebook ដែរតែភាគច្រើនគេមកលេងនៅនេះគឺគេមកចង់មកថតរូបនៅលើស្ពានដែលមានផ្កាឈូករបៀបអញ្ចឹងនេះហាងកាហ្វេបងប្អូនអាចឃើញអាហារដ្ឋានហ្នឹងគឺឈ្មោះតាវើននេះគេមានជាខ្ជុះសម្រាប់អ្នកដែលមកគ្រួសារគ្នាច្រើនគឺមានខ្ជុះមកអង្គុយហើយអានេះដែរគឺផ្ទះថ្មីដែលគេតំតាធ្វើជាអាហារដ្ឋានដូចគ្នាផ្ទះខ្មែរអូស្អាតមិនអង្គុយញ៉ាំនៅក្រោមអត់ដឹងអញ្ចឹងភ្ញៀវដែលមកអាហារដ្ឋាននេះអាចមកអង្គុយញ៉ាំនៅខាងក្រោមក៏បានមានម៉ាស៊ីនត្រជាក់ហើយខាងលើក៏មានដែរអានឹងបើភ្ញៀវគាត់មកចង់អង្គុយសិនជាក់ហើយនៅក្រៅខ្ជុះតែគេនៅរៀបចំមកឡើយខ្លះតែធ្វើបានច្រើនហើយស្អាតអនាម័យជ័យហើយភ្ញៀវដែលមកគ្នាច្រើនក៏គេមានបន្ទប់ VIP ឲ្យដែរដូចបងប្អូនបានឃើញអានេះក្រុមគ្រួសារច្រើនគឺអាចមកទីនឹងបានហើយជាមួយនឹងបន្ទប់ទឹកគេនៅខាងក្នុងស្អាតសំខាន់គឺផ្ដោតលើអនាម័យហើយម្ហូបគេហ្នឹងក៏ឆ្ងាញ់ដែររសជាតិក៏ដូចជាអនាម័យតម្លៃក៏សមរម្យដែរអានេះគេមានដាក់បាញ់ទឹកទៀតដើម្បីឲ្យយើងទស្សនាតែគ្រាន់ថាសួនខ្លះគេអត់ទាន់បានរៀបហើយអញ្ចឹងនិយាយទៅស្អាតគឺស្អាត
រចនាបថបែបផ្ទះខ្មែរផងមិនទាន់សម័យផងសុបេចរាគាត់ក៏ដេកចេញមកស្អាតដែរបងប្អូនមកមានគ្រួសារគ្នាច្រើនគឺត្រូវហើយគឺកន្លែងគាត់គឺអនាម័យហើយសេវាកម្មក៏ល្អមកចប់ដោយសារគាត់បើក5ឆ្នាំហើយម៉ួយគាត់ក៏ច្រើនដែរអ្នកគេស្គាល់ច្រើនអ្នកខ្លះគាត់ស្គាល់មុនខ្ញុំផងឥឡូវយើងទៅវិញហើយនេះគាត់មានស្ពានឆ្លងនៅលើទៀតឆ្លងពីផ្ទះមួយទៅផ្ទះមួយទៀតណាស្ពានហ្នឹងក៏ប្រហែលជាគេអាចថតរូបលេងបានដែរគាត់ថាឥឡូវអត់ទាន់ធ្វើហើយទេអញ្ចឹងឥឡូវពួកខ្ញុំត្រឡប់ទៅវិញហើយនេះឆាក្តៅអត់ឆាគល់សង្ខីតែអត់មានគល់សង្ខីទេញើច្រើនពេកនេះមានតែមាន់នេះស្ងោរជ្រូកមាន់អញ្ចឹងពួកខ្ញុំហៅតែពីរមុខហ្នឹងទេដោយសារតុកពោះញ៉ាំអីក្រៅផ្សេងទៀតច្រើនពេកក៏ញ៉ាំអត់អស់ដែរឆេងម៉ោងម៉ាន់ម៉ោង 7:03 តែបានញ៉ាំបាយណាហ្នឹងហើយញ៉ាំមកច្រើនណាស់គុំបងប្អូនឥឡូវមកហូបពីមុខឃើញថាម៉ត់ឡែវឆ្ងាញ់មកហូបគេចាំមើលចាក់ស្ដែងសល់ពេលចាំចូលអូខេឥឡូវមុនហ្នឹងមកពីក្រៅហូបអីមួយសាហើយហូបស៊ុបនៅក្រៅតែអត់បានថតទេដោយសារមនុស្សច្រើនពេកហើយអញ្ចឹងឥឡូវនេះមិញមកដល់បន្ទប់វិញឥឡូវម៉ោង10ហើយតែនៅអត់សុខព្រោះស្អែកត្រូវទៅពេញវិញហើយដូច្នោះនៅអត់សុខចង់មកអង្គុយរលែកនៅតែនៅក្រុមព្រោះមុននឹងឃើញមានគេអូខេ thank you គេលក់វាលក់អីតែអត់ដឹងថាគេបិទម៉ោងប៉ុន្មានទេនៅក្រុមមកតាហ្នឹងនេះ happy hour បាទมึงก็ไล่กูมึงไอ้นี่เจ๊អូខេមិនភ្លេចថតជូនបងប្អូនទេសនាអញ្ចឹងចូលមកដល់នៅ
nơi cái lại nhờ tôi chỉ cái hao hấp cái tôi muối được trong một tay đó thì nè làm sạch đấy ok chẳng miền tập văn năng tế phim xôn bật đi tổ hay để xa nơi trong ní vì miền chìm riêng chùm đập bay cùng ai cho copyright đôi chìa cùng ai passport nó kế chẳng nhung sống bật đi tổ tập văn năng áo dục nắng cứ relic chill chill tha mong đập môi ấy mong đập môi đau mong quật bật ấy này đi kịp bao thầm mong đập môi năng này hay cái tha bà bông phôn ban màu ô ta tà ràng cố nơi xiêm riếp ở ban tên à thế nhưng liệt màu ban côi nó khổ một tay nó cái miền việc tôi solo ba cái giang nhưng côi tới rồi lệch nhưng mình ở mà cao mình nè người tập bún ok mong đập người ôm mình lên đài hai đấy anh ấy cái line buffet thật mình trăm tích bông bạc vô cái đống